ជំរាបសួរគ្រូខ្ញុំមកឈ្មោះលេងមលីថ្ងៃនេះខ្ញុំមកធ្វើការងារនិយាយពី Linux Basic Common Read Write File Pattern អញ្ចឹងជាដំបូងយើង LS ទៅមើលសិនទៅមើល file ឲ្យដែលយើងបានបង្កើតអញ្ចឹងនៅក្នុងនោះមាន sv24.a.ok រហូតដល់ sv24.33.j .ok ហើយជាមួយនឹង sv24.33.text អញ្ចឹងជាបន្ទាប់យើងសាកមើល text ដែលស្ថិតនៅក្នុង sv24.33.text សិនអញ្ចឹងនេះគឺជា text ដែលស្ថិតនៅក្នុង file sv24.33.text ជាបន្ទាប់គឺយើងធ្វើការ copy text ចំនួន10ជួរចេញពី sv24.33.text ចូលទៅកាន់ sv24.23.a រហូតដល់ sv24.33.j ចឹងនេះគឺជា command ដែលខ្ញុំប្រើដើម្បី copy text ចេញពី sv24.33.text ចឹងយើងសាកចូលទៅមើលនៅក្នុង file sv24.33.a ចឹងនេះគឺជា text ដែលខ្ញុំបាន copy ឥឡូវយើងសាកទៅ copy ចូលទៅក្នុង sv24.33.b ម្ដងចឹងឥឡូវយើងទៅមើលយើងធ្វើការ copy ចូលទៅកាន់ sv24.33.c ម្ដងឥឡូវយើងទៅមើលនៅក្នុង file C ចឹងគឺវា load មក21ដល់30ជាបន្ទាប់យើងទៅមើលនៅក្នុង D ម្ដងឥឡូវយើងទៅមើល file D នេះចឹងវាជា text ដែលស្ថិតនៅក្នុង D ជាបន្ទាប់យើងcopy ចូលទៅក្នុង file J តែម្ដងទៅហើយខ្ញុំដាក់ដក100ពេលខ្ញុំចេញមកគឺ text ចាំពីជួរទី90រហូតដល់ជួរ100បានចូលទៅក្នុង file sv24.33.j អញ្ចឹងការងាររបស់ខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណគ្រូសូមជម្រាបលា